យេសោធរញៀនឡោមសុជាតិបាននិមន្តដឹកនាំព្រះភិក្ខុសង្ឃនិងញោមញាតបងប្អូនសប្បុរសជននៅក្នុងក្រុងសៀមរាបនាំយកគ្រឿងឧបភោគបរិភោគនិងបច្ច័យមួយចំនួនដែលជាកម្លាំងសាមគ្គីរបស់ញាតិព្រះធម៌បានជ្រះថ្លាមកជូនវរៈកងទ័ពជួរមុខ3គោលដៅក្នុងទិសខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី29ខែធ្នូឆ្នាំ2025ព្រះសង្ឃនិងញោមញាតក្នុងខេត្តសៀមរាបដឹកនាំដោយព្រះយសោធរញៀនឡោមសុជាតិព្រះរាជាគណៈកិត្តិយសនិងជាប្រជាអធិការវត្តព្រះសីអាក្នុងបរិវេណប្រាសាទបាយ័នក្រុងសៀមរាបបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងបច្ច័យមួយចំនួនផ្ដល់ជូនដល់វរៈកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅ3គោលដៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារព្រះយេសោធរញៀនឡោមសុជាតិមានសង្ឃដីកាថាក្នុងស្មារតីខ្មែររួបរวมសាមគ្គីគ្នាលើកទឹកចិត្តដល់បងប្អូនកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនក្នុងការពារបូរណភាពទឹកដីរបស់កម្ពុជាព្រះអង្គរួមទាំងពុទ្ធបរិស័ទសប្បុរសជនក៏បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនមកប្រគល់ជូនពួកគាត់ដើម្បីជួយសម្រួលទុក្ខលំបាកខ្លះៗជាមួយរាជរដ្ឋាភិបាលទោះបីជាការយកអំណោយទៅជូនកងទ័ពនៅឆ្ងាយខេត្តក្តីប៉ុន្តែជាទឹកចិត្តទឹកប្រតិយចូលរួមលើកទឹកចិត្តដល់កងទ័ពហើយការផ្ដល់ជូននៅសម្ភារៈទាំងនេះមិនមែនថារាជរដ្ឋាភិបាលខ្វះខាតនោះទេតែជាការចូលរួមជួយឧបត្ថម្ភបន្ថែមគឺបង្ហាញពីការសាមគ្គីភាពជួយគ្នាក្នុងគ្រាលំបាកព្រះអង្គបានបន្ថែមថាយើងពិតជាមានមោទនភាពចំពោះវីរៈកងទ័ពយើងដែលពោរពេញដោយឆន្ទៈមនសិការស្មារតីក្លាហាននិងសេចក្តីស្មោះត្រង់ចំពោះជាតិដែលពួកគាត់បានលះបង់កាយចិត្តគ្រួសារប្រពន្ធកូនជាទីស្រឡាញ់សុខចិត្តយកទ្រូងពាំងគ្រាប់រំសេវនិងអាវុធគ្រប់ប្រភេទបដូរយកសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូលគណៈដែលប្រជាពលរដ្ឋរបស់យើងអាចសម្រានលក់ហូបឆ្ងាញ់ប្រកបដោយស្នាមញញឹមនិងភាពកក់ក្ដៅជាមួយក្រុមគ្រួសារផងដែរសូមឲ្យវរៈកងទ័ពនិងបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងទឹកដីអាណាចក្រខ្មែរឲ្យកងកម្លាំងគ្រប់ប្រភេទទទួលបាននូវជោគជ័យឈ្នះអស់ពីការឈ្លានពានរបស់សត្រូវក្នុងឱកាសនោះដែរតំណាងវរៈកងទ័ពបានសម្ដែងការដឹងគុណដល់សប្បុរសជនជាច្រើនជាពិសេសព្រះយសោធរញៀនឡោមសុជាតិព្រះរាជាគណៈកិត្តិយសនិងជាព្រះគ្រូចៅអធិការវត្តព្រះសីអាក្រុងសៀមរាបដែលតែងតែបានដឹកនាំញោមញាតនាំយកអំណោយជាស្បៀងអាហារជារៀងរាល់ពេលដល់កងកម្លាំងជួរមុខដែលនេះបង្ហាញពីទឹកប្រតិយដ៏ល្អរបស់ព្រះសង្ឃក៏ដូចជាសប្បុរសជនពួកគាត់បានសម្ដែងការស្ងប់ស្ងាញ់ដែលបានឃើញព្រះសង្ឃនិងប្រជាប្រដ្ឋខ្លួនចេះជួយគ្នាក្នុងគ្រាទុក្ខលំបាកនេះនំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168